សម្លេងហ្នឹងគេសម្លេងកំភ្លើងដែលគេកំពុងហាត់បាញ់នៅទៅជើងភ្នំគេកំពុងហាត់បាញ់មិនជឿបាំងអស់នោះឃើញនោះតំបូលពរៀងថ្លាហ្នឹងបងប្អូនណាគេនេះការងារសសបោហើយខ្ញុំនាំគ្នាមកអង្គុយលេងនឹងមាត់ជ្រោះជើងភ្នំបងប្អូនបងកាត់អង្គុយមើលបាល់ទាត់មិចស៊ីកូហើយនិងសាវអាហ្វ្រិកាមានតែ2នាក់ទេខ្មែរនៅស្រុកគេដាច់ចោលគេមានតែខ្មែរ2នាក់សូកំភ្លើងបាញ់ប្រោរកន្លែងជ្រុកហើយយើង